បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តរបស់ Channel សំណេរអរូបទាំងអស់គ្នាហើយសុខសប្បាយជាទេឥឡូវយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីដោយថ្ងៃនេះខ្ញុំនឹងនាំយកសាច់រឿងមួយដែលខ្ញុំទទួលបានមកពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាបងស្រីធីតាហើយបងស្រីធីតាបច្ចុប្បន្នគឺគាត់រស់នៅខាងខេត្តព្រៃវែងហើយបច្ចុប្បន្នគឺគាត់មានមុខរបរជាអ្នកលក់ត្រីអញ្ចឹងចង់ដឹងថាសាច់រឿងរបស់បងគួរឲ្យខ្លាចហើយគួរឲ្យរន្ធត់ខ្លាំងយ៉ាងណាយើងចូលទៅស្ដាប់សាច់រឿងរបស់បងស្រីទាំងអស់គ្នាទៅប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងសូមពុកម៉ែបងប្អូនយើងជួយចុច Subscribe Channel YouTube របស់ Admin ម្នាក់មួយផងដើម្បីលើកទឹកចិត្តក៏ដូចជាកម្លាំងចិត្តមកដល់ Admin ផងដែរហើយ Admin សង្ឃឹមថានឹងមានប្រិយមិត្តយើងដែលគាត់ផ្ដល់រឿងក៏ដូចជាបទពិសោធន៍ដែលគាត់បានជួបថ្មីពិតផ្ញើមកកាន់ Admin អញ្ចឹងយើងកុំអត់ខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងទាំងអស់គ្នាតែម្ដងបងស្រីធីតាគាត់មានមុខរបរជាអ្នកលក់ត្រីហើយគាត់រស់នៅខាងខេត្តព្រៃវែងហើយផ្ទះរបស់គាត់ហ្នឹងមិននៅឆ្ងាយពីផ្សារប៉ុន្មានទេឲ្យតែម៉ោង4ម៉ោង5អញ្ចឹងទៅគាត់ងើបពីផ្ទះពីអ្នកប្តីគាត់ហ្នឹងណាដើម្បីទៅក្នុងផ្សារដើម្បីរៀបចំកន្លែងលក់ត្រីហើយចាំឡានគេដឹកត្រីមកដើម្បីទិញត្រីឲ្យបានមុនគេស្រស់ៗអីចឹងណាហើយរឿងរ៉ាវរបស់គាត់ហ្នឹងគឺកាត់ឡើងជាយូរឆ្នាំមកហើយក្នុងឆ្នាំ2010អញ្ចឹងវាចូល4-10ឆ្នាំហើយរឿងហ្នឹងគឺថារន្ធត់មែនទែនគាត់ឃើញស្រស់គាត់ថាពេលហ្នឹងគឺគាត់ឈឺឡើងមួយអាទិត្យបានគាត់ជាពេលដែលគាត់ឃើញហ្នឹងហើយផ្លូវទៅផ្ទះរបស់បងស្រីធីតាហ្នឹងកាលហ្នឹងវាមិនមែនជាមានផ្លូវបេតុងអីទេកាលហ្នឹងដូចជាមានផ្លូវគ្រួក្រហមហើយគ្រួក្រហមហ្នឹងក៏មិនសូវជាស្អាតប្រហែលដែរហើយតាមផ្លូវទៅផ្ទះគាត់ហ្នឹងគឺមានព្រៃដុះអមសងខាងហើយដើមឈើធំណាហើយគាត់ថាផ្លូវទៅផ្ទះគាត់ហ្នឹងខ្ទង់ម៉ោង6ម៉ោង7អីហ្នឹងគឺគ្មានមនុស្សជិះម៉ូតូឬក៏គ្មានមនុស្សដើរទេគាត់ថាតាមផ្លូវដែលគាត់ដើរទៅហ្នឹងគឺមើលទៅគួរឲ្យខ្លាចហើយគឺឲ្យព្រឺរោមមែនទែនហើយផ្ទះគឺនៅដាច់ពីគ្នាចន្លោះដូចជា100ម៉ែត្រ200ម៉ែត្រឬក៏កន្លះគីឡូដីអីបាននេះផ្ទះមួយអញ្ចឹងណាដល់ពេលអញ្ចឹងថ្ងៃមួយហ្នឹងអ្នកនៅជាប់ភូមិផងរបងជាមួយរបស់គាត់ហ្នឹងណាបានស្លាប់ដោយសារតែគាត់មានសម្ពាធផ្លូវចិត្តម្នាក់ហ្នឹងណាហើយអ្នកស្លាប់ហ្នឹងគឺជាមនុស្សប្រុសទេក៏មានជំងឺផ្លូវចិត្តក៏សម្រេចចិត្តចងកសម្រាប់ខ្លួននៅពេលដែលបងប្រុសម្នាក់ហ្នឹងគាត់សម្រេចចិត្តចងកសម្រាប់ខ្លួនបានរយៈពេល1ថ្ងៃបងប្អូនគាត់ថាចេញឲ្យអ្នកស្រុកអ្នកភូមិដែលនៅក្បែរហ្នឹងឃើញស្រស់គាត់ថាចៃដន្យថ្ងៃមួយដែលគាត់ជិះម៉ូតូទៅយកត្រីម៉ោង4ម៉ោង5ហ្នឹងគាត់ថារាល់ដងហ្នឹងគឺគាត់ជិះម៉ូតូទៅពីអ្នកប្តីប្រពន្ធគាត់ហ្នឹងមិនដែលមានសំឡេងអីចម្លែកឬក៏មិនដែលមានអីប្លែកកើតឡើងទៅលើរូបគាត់ទាំងពីរអ្នកប្តីប្រពន្ធទេប៉ុន្តែស្រាប់តែពេលដែលបរិសម្នាក់ហ្នឹងដែលគាត់បានចងកសម្រាប់ខ្លួនហ្នឹងស្លាប់បានមួយថ្ងៃហ្នឹងក៏ធ្វើបុណ្យមិនទាន់រួចដែរហើយជាទូទៅប្រពៃណីបុរាណខ្មែរយើងក្នុងពិធីបុណ្យសពយ៉ាងហោចណាស់ក៏ពីយប់មួយថ្ងៃដែរបានគេយកទៅបូជាអីចឹងណាស្រាប់តែស្លាប់បានមួយថ្ងៃបងស្រីធីតាហ្នឹងម៉ោង4គាត់ងើបទៅផ្សារដោយរដងដោយសពមួយដងអញ្ចឹងណាជាមួយប្តីប្រពន្ធគាត់ហើយគាត់ក៏ជីកាត់ផ្ទះបុណ្យសពហ្នឹងណាពេលដែលគាត់ជីកាត់ផ្ទះបុណ្យសពហ្នឹងគាត់ថាពេលដែលគាត់កលេចទៅមើលក្នុងរោងបុណ្យហ្នឹងហើយពេលហ្នឹងគឺមនុស្សម្នាងើបរៀងច្រើនដែរហើយអ្នកខ្លះក៏នៅដេកអញ្ចឹងទៅហើយអ្នកខ្លះក៏ងើបហើយទៅជាពិសេសតាអាចារ្យដែលក៏នៅយាមសាកសពអីចឹងណាក៏នៅយាម 4-5 នាក់ទៅហើយអ្នកខ្លះក៏រៀងអត់ល្ងុយអត់អីទៅក៏គេរៀងយូរអីចឹងណាបងស្រីធីតាគាត់ងាកទៅគាត់ថាងាកទៅហ្នឹងពេលដែលស្របពេលដែលរូបថតអ្នកដែលស្លាប់ទៅហ្នឹងគេតាំងនៅមុខមឈូសមែនអត់បងប្អូនគេតាំងនៅមុខមឈូសដល់ពេលគាត់ងាកទៅគាត់ក៏ស្រាប់តែឃើញរូបថតអ្នកដែលស្លាប់ហ្នឹងអាញឹមដាក់គាត់ពេលហ្នឹងគាត់ព្យាយាមមើលហើយមើលទៀតគាត់មិនអស់ចិត្តគាត់ក៏ញីភ្នែកគាត់ថាខ្លាចពេលហ្នឹងគាត់ស្វាំងព្រោះថាពេលទៅរយៈពេលដេកម៉ោង4ម៉ោង5ហ្នឹងវារៀងអាមីមើលដែរគាត់ក៏ខំញីភ្នែកដល់ពេលគាត់ញីភ្នែកប្រមាណដងប្រមាណលើកប្រមាណសារក៏ដោយក៏គាត់នៅតែឃើញរូបថតហ្នឹងអាញឹមដាក់គាត់ដែរដល់ពេលអញ្ចឹងគាត់កេះប្តីគាត់ថាបងបើឲ្យមើលរូបថតអ្នកដែលស្លាប់ទៅហ្នឹងអាញឹមដាក់អូនហើយប្តីប្រពន្ធគាត់ហ្នឹងគឺផ្អែមស្វីតដាក់គ្នានិយាយថាអូនបងទេបន្ទាប់មកគាត់ក៏កេះប្តីគាត់ឲ្យមើលពេលប្តីគាត់ក៏លេចទៅមើលរូបថតហ្នឹងគឺនៅធម្មតាអត់មានអាញឹមអត់មានអីទេហើយប្តីគាត់ក៏បានប្រាប់ទៅប្រពន្ធគាត់វិញថា
រូបថតណាញ៉ាំអូនបងមើលមិនឲ្យមានឃើញអីផងគាត់ឯងស្រវាំងភ្នែកអីហើយបងធីតាគាត់ក៏ប្រកាច់មួយប្តីគាត់ថាទេអូនអត់បានស្រវាំងភ្នែកទេអូនឃើញមែនទេឃើញរូបថតហ្នឹងញ៉ាំដាក់អូនណាហើយពេលហ្នឹងប្តីរបស់គាត់ថាហើយកុំគិតច្រើនទៅបញ្ញាប់ទៅទិញត្រីទិញអីរៀបចំកន្លែងលក់ស្រាប់តែពេលនិយាយហើយបងធីតានិងប្តីគាត់ក៏រៀបចំដំណើរថាបំរុងទៅមុខទៀតហ្នឹងណាក៏បច្ចេកម៉ូតូរាប់រៀបជីទៅគាត់ថាគាត់បច្ចេកម៉ូតូភ្លាមប្តីគាត់ដាក់លេខទៅមុខគាត់ឮសំឡេងមនុស្សហៅគាត់ពីខាងក្រោយខ្នងមនុស្សប្រុសដល់ពេលអញ្ចឹងគាត់ងាកទៅគាត់ឮសំឡេងមនុស្សប្រុសហៅគាត់ទៅហ្នឹងគាត់ងាកទៅដល់ពេលងាកទៅគាត់ថាអត់មានឃើញនរណាផងលើស្ងាត់ចងំដល់ពេលអញ្ចឹងគាត់ថាគ្រាន់តែងាកទៅអត់ឃើញមនុស្សភ្លាមគាត់ថាសក់ក្បាលរបស់គាត់ឡើងព្រឺក្បាលឡើងប៉ុនឆ្អេហើយសំបីតែខ្ញុំនិយាយក៏ខ្ញុំព្រឺសបល់ដែរប្រិយមិត្តយើងហើយពេលហ្នឹងគាត់ក៏ខំច្រៀងប្រឡប់ខ្លួនឯងដើម្បីកុំឲ្យខ្លាចហ្នឹងខំច្រៀងតាមផ្លូវបដាអីបដាប្តីគាត់ក៏ឆ្ងល់ហើយរដងពុនគាត់មិនដែរច្រៀងផងហើយគាត់ក៏ប្តីគាត់ក៏សួរទៅបងធីតាថាអូនរដងដូចជាមិនដែលចេះច្រៀងចេះអីទេមកតាមផ្លូវដូចស្ងាត់ឡើងចងំដូចចោលដូចសេះហើយឥឡូវមកចេះច្រៀងជ្រះអីណាហើយបងធីតាអូនច្រៀងកុំឲ្យខ្លាចហ្នឹងចេះច្រៀងប្រឡប់ទៅព្រោះអីមិញហ្នឹងអូនឮសលេងមនុស្សប្រុសហៅអូនហើយគ្រាន់តែឮនិយាយជើងភ្លាមប្តីរបស់គាត់ហ្នឹងក៏រៀងមានអារម្មណ៍ថាជឿប្រពន្ធគាត់បន្តិចដែរប៉ុន្តែគាត់មិនមែនជឿទាំងស្រុងទេដោយសារតែប្តីរបស់គាត់ហ្នឹងមិនបានលើដល់បន្តតិចហើយក៏មិនបានឃើញដល់បន្តភ្នែកដែរការឃើញហ្នឹងគឺបងធីតាអ្នកឃើញទេដល់ពេលអញ្ចឹងច្រៀងប្រឡប់រហូតទៅដល់ផ្សារហើយបងធីតាទៅដល់ផ្សារហើយហ្នឹងក៏រៀបចំអីវ៉ាន់លក់អីចឹងណាប្តីគាត់ក៏ទៅយកទិញតកកនៅផ្សារដើម្បីយកមកផ្លាស់សេត្រីហើយត្រីរបស់គាត់លក់ច្រើនណាមួយថ្ងៃគាត់លក់ដាច់មែនទេតែទិញតកកទុកឲ្យបងធីតាហ្នឹងរៀបចំតែឯងចឹងទៅស្រាប់តែបងធីតាកំពុងតែរៀបចំគាត់ថាចង្ហាយតិចរត់កាត់ខ្លួនគាត់មកភីគាត់ថាគាត់តិចឡើងរឹងទៅគៀមប្រិយមិត្តយើងដល់ពេលអញ្ចឹងគាត់មានអារម្មណ៍ប្លែកថារដងគាត់រៀបចំអីវ៉ាន់គាត់មិនដែលមានចង្ហាយតិចមកភីមកលើគាត់ទេប៉ុន្តែហេតុអីថ្ងៃហ្នឹងមានចង្ហាយតិចរត់កាត់គាត់អញ្ចឹងគាត់ឆ្ងល់គាត់ក៏ងាកមើលជុំវិញខ្លួនរបស់គាត់ហ្នឹងឡើងស្ងាត់ទ្រីងអត់មានឃើញអ្នកណាទេគាត់ក៏សង្ងំរៀបចំអីវ៉ាន់បន្តទៀតហើយពេលហ្នឹងប្តីរបស់គាត់ទៅទិញតកករៀងយូរដែរគាត់រៀបចំបដាគាត់ខ្លាចបដាគាត់ភ័យបដាប៉ុន្តែគាត់ទប់អារម្មណ៍ព្យាយាមទប់អារម្មណ៍ដោយសារតែគាត់នៅតែឯងគាត់ស្រាប់តែកំពុងតែរៀបគាត់ថាឮសំឡេងមនុស្សប្រុសស្រែកហៅគាត់ពីខាងក្រោយខ្នងទៀតហើយហៅឈ្មោះគាត់ឡើងច្បាស់កឡែតហៅចៃធីតាធ្វើអីហ្នឹងចៃធីតាគាត់ឮអញ្ចឹងគាត់ស្មានតែអ្នកស្គាល់គ្នាគាត់ចៃធីតាក៏ខំងាកទៅរកមើលពេលងាកទៅរកមើលបងប្អូនហើយគ្មានមនុស្សសូម្បីតែមួយគ្រាប់មានតែម៉ូតូឡានគេជិះកាត់ទេហើយម៉ូតូឡានជិះកាត់ហ្នឹងគឺជិះកាត់មួយទេម៉ោង 4 ម៉ោង 5មិនសូវមានអ្នកធ្វើដំណើរទេការជំនាន់ហ្នឹងឆ្នាំ 2010មិនសូវមានអ្នកធ្វើដំណើរហើយក៏មិនសូវមានឡានម៉ូតូច្រើនដូចយើងឥឡូវដែរដល់ពេលអញ្ចឹងបងធីតាគាត់គ្រាន់តែងាកទៅអត់មានឃើញអ្នកណាគាត់ថាគាត់ព្រឺសពលគាត់លឹងទៅជាចុងដៃចុងជើងហើយក្បាលរបស់គាត់ព្រឺក្បាលឡើងប៉ុណ្ណឹងឆ្អេប្រិយមិត្តយើងដល់ពេលអញ្ចឹងគាត់ថាគាត់បន់ឲ្យតែប្តីគាត់ត្រឡប់មកវិញទេហើយប្តីគាត់ថ្ងៃហ្នឹងតែទិញតកករៀងយូរទៀតគាត់ថារដងប្តីគាត់ទៅទិញតកកមកផ្លេតទេប៉ុន្តែចៃដនអីទៅទិញតកកហ្នឹងម៉ាស៊ីនកាត់តកក៏ដូចជាម៉ាស៊ីនក្លុកតកកន្លែងអ្នកលក់ហ្នឹងវាខូចដល់ពេលអញ្ចឹងក៏គាត់រៀងយូរអញ្ចឹងណាគាត់ថាស្រាប់តែអស់ពីសលេងហាវឈ្មោះគាត់មកស្ទុះឮសលេងយំហើយសលេងយំហ្នឹងគឺនៅក្បែរគាត់ទេគាត់ខំរោមើលតាមសលេងដែលយំហ្នឹងរោមើលអត់ឃើញទេព្រោះអីវាមិនមែនជាសលេងមនុស្សយំធម្មតាណាវាជាសលេងខ្មោចហ្នឹងគាត់ខំរោមើលពេលគាត់រោមើលអត់ឃើញគាត់ឮសលេងនេះផងឮសលេងនោះផងគាត់ភ័យឡើងយំហើយមកស្ទុះបានប្តីគាត់មកគាត់ក៏រៀបរាប់អារឿងរ៉ាវដែលគាត់បានឮបានឃើញបានអីហ្នឹងទៅប្រាប់ប្តីគាត់ហើយប្តីគាត់ពេលហ្នឹងក៏រៀងជឿខ្លះដែរព្រោះថារាល់ដងគាត់មិនដែលឃើញអាការៈប្រពន្ធគាត់អញ្ចឹងក៏ជឿប្រពន្ធគាត់ដល់ពេលជឿប្រពន្ធគាត់ទៅគាត់ក៏លួងប្រពន្ធគាត់ឲ្យប្រពន្ធគាត់កុំឲ្យខ្លាចហើយក៏មកស្ទុះក៏ម៉ោង 6ក៏រៀបចំកន្លែងលក់ត្រីលក់អីហើយក៏ម៉ោង 7 បានមានមនុស្សដើរផ្សារអីចឹងណាលក់ត្រីប្រហែលជាម៉ោង 2 ដល់ 10 ម៉ោង 2 ដល់ 10 ថ្ងៃហ្នឹងក៏អស់ត្រីអស់អីហើយគាត់ក៏រៀបចំអីវ៉ាន់ត្រឡប់មកផ្ទះវិញហើយជិះត្រឡប់មកផ្ទះវិញក៏កាត់រោងបុណ្យនឹងទៀតហើយរោងបុណ្យហ្នឹងពេលដែលគាត់ជិះកាត់ហ្នឹងគឺគាត់អត់ហ៊ានគលៀកភ្នែកមើលទេគឺគាត់ខ្លាចឃើញរូបថតហ្នឹងឲ្យញឹមដាក់គាត់ទៀតគាត់ខំងាកមុខមកកន្លែងផ្សេងអត់ហ៊ានមើលទៅរោងបុណ្យហ្នឹងឯងដល់ពេលចឹងទៅក៏ជិះទៅដល់ផ្ទះគាត់ក៏បានធ្វើម្ហូបធ្វើអីហូបបាយហូបអីចឹងទៅហើយដល់ថ្ងៃហ្នឹងគឺជាថ្ងៃដែលបូជាសពល្មមប្រហែលជាម៉ោង 7 យប់
មកអំពើយប់ក៏បូជាសពហើយការជំនាន់ហ្នឹងគ្មានមែនគ្មានអីត្រឹមត្រូវចឹងទេប្រិយមិត្តយើងជំនាន់ហ្នឹងគេដាក់ដូចជាដើមជេគេធ្វើរៀងដូចជាដើមជេចាបូជានៅខាងក្រោយផ្ទះហើយពេលហ្នឹងគឺគេរោទាំងអស់គ្នាដែលនៅអ្នកដែលនៅភូមិហ្នឹងដើម្បីជួយដង្ហែសពយកទៅបូជាអីចឹងណាហើយបងស្រីធីតាហ្នឹងគាត់ក៏បានទៅដែរប៉ុន្តែគាត់ទៅនឹងទាំងអារម្មណ៍របស់គាត់នឹងភ័យខ្លាចខ្លាំងមែនទែនដល់ពេលគាត់ទៅដល់កន្លែងផ្ទះបុណ្យចឹងទៅម៉ោង 6 ហ្នឹងគេក៏រៀបចំដង្ហែសពហើយគេដង្ហែជុំវិញកន្លែងដែលគេរៀបចំបូជាគេដង្ហែ3ជុំប៉ុន្តែមុននឹងដង្ហែ3ជុំហ្នឹងគឺគេហាមអ្នកដែលដង្ហែសពហ្នឹងអត់ឲ្យងាកក្រោយទេទោះបីឮសលេងអីក៏ដោយប៉ុន្តែបងស្រីធីតាហ្នឹងស្របពេលដែលគាត់កំពុងតែដង្ហែសពហ្នឹងគាត់ឮសលេងមនុស្សស្រីមនុស្សប្រុសហ្នឹងហៅគាត់ទៀតហៅបងធីតាប៉ុន្តែបងធីតាគាត់នៅចាំសម្ដីតាអាចារ្យប្រាប់គាត់មុននឹងដង្ហែសពទៅបូជាហ្នឹងថាទោះបីជាឮសលេងអីក៏ដោយអត់ឲ្យងាកក្រោយដាច់ខាតខ្លាចតែពេលងាកក្រោយទៅធ្វើឲ្យយើងឈឺជ្រុះសក់ឬក៏អាចនឹងប៉ះពាល់ទៅដល់ជីវិតយើងក៏អាចថាបានដែរអញ្ចឹងបងធីតាគាត់ឮហៅអញ្ចឹងគាត់អត់ហ៊ានងាកទេគាត់ខំកេះប្តីគាត់បងបើឯងមានឮសលេងអីហៅដូចអូនអត់ប្តីគាត់ថាអត់ឮផងអាពេលហ្នឹងគាត់ទៅដង្ហែសពមួយប្តីគាត់ថាអត់ឮផងមិនគាត់ឯងឮទៀតមែនហើយប្តីគាត់ក៏ប្រាប់គាត់ទៀតថាពេលឮហាមងាកក្រោយឲ្យហៅអីហៅទៅបងធីតាឮរហូតឮតតែគេហែសពជុំវិញអស់ហើយគេលើកសពហ្នឹងទៅដាក់នៅក្នុងកន្លែងបូជាហើយគ្មានអីត្រឹមត្រូវទេហើយតបូជាសពដាក់ពីលើហ្នឹងហើយគេហាមមិនឲ្យបូជាសពហ្នឹងផ្ងាទេចាស់យើងពីដើមណាស្រាប់តែពេលថ្ងៃហ្នឹងតាអាចារ្យគាត់ភ្លេចគាត់អីទៅគាត់ក៏បូជាសពផ្ងាគ្រាន់តែបូជាសពដុតចាក់សាំងចាក់អីហើយរៀបអីហើយដុតភ្លើងទៅឆេះស្រាប់តាមមកស្ទុះបងប្អូនហើយអាសពហ្នឹងវាលោតចេញពីមឈូសអាតាសាយទាញប្រិយមិត្តយើងលោតចេញពីមឈូសហើយភ្នែកឡើងលៀនហើយអាដៃជើងកងកងហ្នឹងប្រិយមិត្តយើងធម្មតាពេលដែលយើងដុតវាមិនកងកងតាសាយវាទាញចឹងហើយបានគេហាមថាមិនឲ្យបូជាសពនៅខាងក្រៅដាក់សពផ្ងាបូជាទេលោតទៅតោងដើមឈើអាកន្លែងក្រោមបូជាសពនេះមានដើមឈើមួយលោតទៅតោងដើមឈើដៃជើងនឹងកងកងហើយសក់ក្បាលឆេះសតាលាទេហើយមុខនឹងខ្មៅញូញភ្នែកនឹងសឆ្ងាញ់ហើយថ្មិញសស្ញាច់ស្ញិញមកយើងចឹងណាអ្នកដែលតែចូលរួដង្ហែសពហ្នឹងគ្រាន់តែឃើញភ្លាមអ្នកខ្លះខ្លាចរត់លងបាត់ជើងសព្រាតហើយបងធីតាគាត់ខ្លាចគាត់ឃើញជើងភ្លាមគាត់រត់ណាចេញគាត់ស្លាប់បាត់ស្មារតីម្នាក់ឆោឡោទៅមើលបងធីតាបន្ទាប់មកក៏នាំគ្នាយកបងធីតាទៅផ្ទះដើម្បីឲ្យបងធីតាសម្រាករឺតប្រេងខ្យល់ឲ្យហិតប្រេងខ្យល់ទៅរកបងធីតាដឹងខ្លួនវិញហើយបន្ទាប់មកតាអាចារ្យដែលនៅកន្លែងហ្នឹងក៏នាំគ្នាសូត្រមន្តដើម្បីទៅយកសពហ្នឹងយកមកបូជាសាថ្មីសូត្រមន្តហើយក៏នាំគ្នាឡើងទៅយកសពពីលើដើមឈើហ្នឹងយកមកដាក់ប្រកាបដើម្បីបូជាអញ្ចឹងទៅក៏ឆេះអស់អញ្ចឹងទៅឆេះអស់ស្រាប់មិនស្ទុះក៏នាំគ្នាបងប្អូនគេហ្នឹងក៏នាំគ្នាទៅរើសឆ្អឹងរើសអីអញ្ចឹងណាហើយបងធីតាគាត់នៅផ្ទះទេហើយប្តីរបស់គាត់ក៏នៅមើលគេអញ្ចឹងទៅដោយសារតែប្តីរបស់គាត់មិនមែនជាអ្នកខ្លាចទេហើយប្តីរបស់គាត់ហ្នឹងក៏បានយករឿងដែលគាត់ឃើញហ្នឹងយកមកប្រាប់បងធីតាតបងធីតាគ្រាន់តែគេបូជាសពហើយស្អែកឡើងបងធីតាធ្លាក់ខ្លួនឈឺគាត់ថាគាត់ឃើញស្រស់ពេកគាត់ថាគ្មានអ្នកណាសង្ឃឹមថាគាត់រស់ទេគាត់ឈឺដាក់ថ្នាំអីក៏មិនត្រូវហូបបាយក៏មិនបានទឹកក៏មិនឃ្លានអីចឹងណាប្តីរបស់គាត់ម្ដាយរបស់គាត់បងប្អូនរបស់គាត់នឹងគ្មានអ្នកណាសង្ឃឹមថាបងធីតារស់មកដល់សពថ្ងៃទេដល់ពេលអញ្ចឹងក៏នាំតាអាចារ្យមកព្រោះទឹកផងនាំតាអាចារ្យមកសូត្រមន្តផងលោកមកសូត្រមន្តផងអីចឹងណាដើម្បីលើករាសីទៅឲ្យបងធីតាប៉ុន្តែសូត្រមិនក៏មិនជាព្រោះទឹកមន្តក៏មិនជាអីចឹងណាដល់ថ្ងៃមួយម្ដាយរបស់បងធីតាហ្នឹងគាត់នឹកឃើញលោកម្នាក់ហ្នឹងគឺនៅក្បែរខេត្តព្រៃវែងហ្នឹងដែរថាលោកអង្គនឹងបកែក៏បាននិមន្តលោកអង្គនឹងមកដើម្បីពាត់ខ្សែសីមាចងខ្សែសីមានៅដៃបងធីតាហ្នឹងដើម្បីឲ្យបងហៅព្រលឹងបងធីតាមកវិញព្រោះថាពេលហ្នឹងព្រលឹងបងធីតាអាលក្ខថាភ័យលុះព្រលឹងណាដល់ពេលភ័យលុះព្រលឹងមករត់ចេញពីខ្លួនប្រិយមិត្តយើងក៏បានតងហៅព្រលឹងបងធីតាឲ្យមកចូលរូបរាងកាយវិញមកឲ្យបងធីតាមានសុខភាពល្អវិញមកសូត្របាន3ថ្ងៃលោកអង្គនឹងនិមន្តមក3ថ្ងៃជាប់គ្នាមកសូត្រមុនឲ្យបងធីតាហ្នឹងក៏បងធីតាក៏ដឹងខ្លួនគាត់ក៏ជាធម្មតាឡើងមកវិញជាធម្មតាលោកក៏បានឲ្យខ្សែកព្រះមួយឲ្យបងធីតាពាក់ហើយក៏ដូចជាចងបោះក្រហមឲ្យបងធីតាហ្នឹងកុំឲ្យបងធីតាខ្លាចអីទៀតចឹងណាហើយចាប់ពីពេលហ្នឹងមកបងធីតាចងបោះក្រហមហ្នឹងហើយគាត់ក៏លែងមានអាការៈឈឺហើយក៏លែងមានអាការៈខ្លាចខ្មោចប៉ុន្តែរាល់ពេលដែលគាត់ទៅទិញត្រីជាមួយប្តីគាត់តែងតែឮសន្លេងហៅនៅតាមផ្លូវ
សលេងហៅចាយធីតារាល់ថ្ងៃប៉ុន្តែចាយធីតាណាគាត់លេងខ្លាចហើយដោយសារតែពេលហ្នឹងគាត់មានខ្សែសីមាក៏ដូចជាខ្សែកព្រះដែលលោកធ្វើឲ្យគាត់ពាក់អញ្ចឹងណាគាត់ក៏លេងមានអារម្មណ៍ខ្លាចហើយគាត់ក៏ដើរទៅទិញត្រីធម្មតាអីចឹងទៅហើយជាទូទៅដែលរាល់ថ្ងៃដែលគាត់ងើបទៅម៉ោង 4 ហ្នឹងឲ្យតែគាត់ងើបទៅគឺគាត់តែងទៅលើសលេងនឹងហៅគាត់ហើយគាត់ថាពេលហ្នឹងគាត់លេងខ្លាចគាត់បានខ្សែកលោកតាមួយអង្គដែលមកព្រោះទឹកមុនឲ្យគាត់មកខាបព្រលឹងគាត់វិញគាត់ថាគាត់លេងខ្លាចហៅអីហៅទៅប៉ុន្តែអាសលេងហ្នឹងគឺនៅតែបន្តរហូតហើយចាប់ពីថ្ងៃហ្នឹងមកគេក៏បាននិមន្តតាអាចារ្យក៏ដូចជាលោកមួយអង្គដែលមកគួចព្រលឹងរបស់គាត់ហៅព្រលឹងមកគាត់ទៅវិញហ្នឹងឲ្យមកព្រោះទឹកមុនពាត់សីមានៅកន្លែងដែលខ្មោចចងកហ្នឹងនៅផ្ទះហ្នឹងដើម្បីបន្សាបព្រលឹងខ្មោចព្រាយពិសាចកុំឲ្យនៅវល់អីចឹងណាហើយចាប់តាំងពីគេស្រោចទឹកគេពាត់សីមាគេដំឌីកូដំអីនៅដើមឈើធំចឹងទៅបងធីតាក៏លេងឮសំឡេងហាវនឹងទៀតទៅហើយគាត់ក៏ព្រឹកឡើងក៏នាំប្តីប្រពន្ធគាត់នឹងដើរទិញត្រីទិញអីដូចសពមួយដងអីចឹងណាហើយគាត់ថាសម្រាប់រឿងរបស់គាត់ហ្នឹងគឺរៀងខ្លីតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាខ្ញុំនិយាយទៅមានលើសលួសខ្វះខាតកន្លែងណាមួយក៏សូមពុកម៉ែបងប្អូនយើងខន្តីអភ័យទោសផងដែរហើយសម្រាប់រឿងបងធីតាគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណទៅដល់បងធីតាដែលចំណាយពេលវេលាចែករំលែករឿងបងមកកាន់ខាងខ្ញុំហើយសកម្មថាប្រិយមិត្តយើងនឹងមានរឿងល្អក៏ដូចជាផ្លែផ្លែជាច្រើនផ្ញើមកកាន់ខាងខ្ញុំផងដែរបាទសូមអរគុណនិងសូមគោរពលា